បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរមានអីទេវីដេអូរបស់ខ្ញុំគ្រាន់តែចង់ចេញវីដេអូមួយធ្វើរៀបថាយើងធ្វើ content ចឹងណាបងប្អូនថ្ងៃនេះដែរក៏ចង់និយាយពីខ្ញុំមករស់នៅប្រទេសជប៉ុនរយៈពេលហ្នឹង2ឆ្នាំ3ខែ2ឆ្នាំ3ខែដែលខ្ញុំមករស់នៅប្រទេសជប៉ុនមកនេះមករស់នៅប្រទេសជប៉ុននេះវាមានបទពិសោធន៍ច្រើនរយៈពេល2ឆ្នាំជាងនេះបទពិសោធន៍តាំងពីលំបាកវេទនាពីតោកយ៉ាអីចឹងណាបងប្អូននិយាយទៅគ្រប់សពបែបយ៉ាងខ្ញុំមកកន្លះឆ្នាំដំបូងគឺខ្ញុំមហាវេទនាអញ្ចឹងមិនថាការមកយើងធ្វើជាពលករជាសិក្ខាកាមជាខ្ញុំគេនិយាយរួមទៅមកធ្វើខ្ញុំគេតែគេថាកាជះគេអញ្ចឹងណាបងប្អូនមកធ្វើការស្រុកគេវាមិនស្រួលដូចយើងនៅស្រុកខ្មែរទេនៅស្រុកខ្មែរក៏វាកន្លែងខ្លះក៏វាស្រួលកន្លែងខ្លះក៏វាពិបាកដូចគ្នាដែរបងប្អូនគាត់ថាយើងមកស្រុកគេយើងដាក់ចិត្តថាមកហើយយើងត្រូវតែខំប្រឹងអ្វីដែលជាចម្បងយើងមកយើងត្រូវតែស៊ូមានភាពស៊ូមានភាពទ្រាំមានភាពអត់ធ្មត់មានភាពនិយាយទៅយើងត្រូវធ្វើម៉េចអាណត្តិយើង3ឆ្នាំយើងត្រូវធ្វើម៉េចឲ្យស៊ូឲ្យបានអញ្ចឹងណាបងប្អូនខ្ញុំស៊ូឲ្យបាន2ឆ្នាំជាងនេះវាជួជាប់ខ្លាំងមែនទែនហ្មងអញ្ចឹងក៏សូមផ្ដាំវីដេអូនេះដែរសូមផ្ដាំបងប្អូនដែលចង់ឡើងមកជប៉ុនមកក្រោយៗអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនមកទៅកន្លែងខ្លះក្រុមហ៊ុនខ្លះក៏ស្រួលទៅក្រុមហ៊ុនខ្លះក៏រៀងវត្តពិបាកទៅក្រុមហ៊ុនខ្លះក៏វិធានេទៅអញ្ចឹងណាបងប្អូនមិនប្រកាសថាបងប្អូនឡើងមកទាំងអស់ហ្នឹងចំកន្លែងស្រួលទាំងអស់តកែស្រួលទាំងអស់មេការស្រួលទាំងអស់ហើយបងប្អូនអញ្ចឹងបងប្អូនដាក់ចិត្តថាមកហើយយកភាពតស៊ូភាពអត់ធ្មត់យកមកដាក់នឹងខ្លួនយើងគេថាមិនស៊ូឲ្យបានអញ្ចឹងណាបងប្អូនអញ្ចឹងមកមានតែខំប្រឹងមកដល់ប្រទេសជប៉ុននេះមានតែខំប្រឹងឯងហើយមកជប៉ុនហ្នឹងមិនមែនយើងមក3ឆ្នាំហើយយើងត្រូវមកធ្វើការដូចមកយើងមកហាត់ការងារដូចមករៀនអញ្ចឹងយើងមកធ្វើការចិត្ត1ឆ្នាំយើងប្រឡងឆ្នាំទី1ប្រឡងជាប់បើយើងប្រឡងធ្លាក់2ដងអាហ្នឹងគេបញ្ជូនទៅខ្មែរវិញឯងប្រឡងលើកទី1ធ្លាក់គេឲ្យប្រឡងម្ដងទៀតលើកទី2ធ្លាក់អាហ្នឹងអាស្រ័យលើតកែឬក៏អាស្រ័យលើការងារយើងធ្វើល្អទៅយើងប្រឡងធ្លាក់ប៉ុន្តែតកែយើងជួយយើងទៅក៏បាននៅអញ្ចឹងទៅកន្លែងខ្លះក៏គេបញ្ជូនទៅវិញទៅអញ្ចឹងណាមិនមែនយើងមក3ឆ្នាំហើយយើងធ្វើការ3ឆ្នាំហ្មងឯងមកជប៉ុនគឺមានការប្រឡងដល់ពេលយើងប្រឡងលើកទី1ហើយបាន2ឆ្នាំជាងឥឡូវហ្នឹងដូចខ្ញុំ2ឆ្នាំ3ខែនេះខ្ញុំត្រូវប្រឡងឆ្នាំទី3ខ្ញុំប្រឡងខែ3ឯងអញ្ចឹងត្រូវប្រឡងមក3ឆ្នាំហ្នឹងប្រឡង2ដងអញ្ចឹងណាបងប្អូននេះមកជប៉ុនស៊ូៗទាំងអស់គ្នាស៊ូៗបាយបាយ